ហើយបាទដល់កបងប្អូនយើងបាទជុំមិញបាទក្រុម Real Sociedad បាទរពឹងជាមុខជាមាត់មិនកើតទេបាទជុំមិញនេះបាទមុនការប្រកួតហ្នឹងគឺបាទសង្ឃឹមថាអាចជួយបាទក្រុមបាទព្រៃសបានណាបងប្អូនយើងបាទតែបើចុងក្រោយបាទគឺបាទចប់បងប្អូនយើងបាទចប់បាទវាសំខាន់មកយប់មិញហ្នឹងបាទគឺបាទស៊ីបាទបាសេឡូណាមុនមួយទៀតណាបងប្អូនយើងបាទយប់មិញហ្នឹងណាបាទតែបាទចុងក្រោយមានណាបងប្អូនយើងបាទ Julius Koundé បាទតួមកដៃកដាមុខបាទហើយបាទ Robert Lewandowski មកដាក់មួយជើងទៀតបាទអញ្ចឹងបញ្ចប់បាទការប្រកួតទៅបាទគឺបាទ2-1បងប្អូនយើងបាទអញ្ចឹងបាទឥឡូវបាទអបអរបាទសតទៅកាន់ក្រុមបាទបាសេឡូណាបាទបានឡើងឈរកំពូលតារាងបាទនៃបាទក្របខ័ណ្ឌបាទ La Liga ហើយបងប្អូនយើងបាទបន្ទាប់ពីបាទក្រុមបាទ Real Madrid បាទឈរកំពូលតារាងបាទបានដូចជា5 6សប្តាហ៍ហើយណាបងប្អូនយើងបាទហើយ Real បាទឈរកំពូលតារាងបាទរៀងយូរដែរបងប្អូនយើងបាទអញ្ចឹងឥឡូវគឺបាទបាសេបាទគេសុំវិញហើយសម្រាប់បាទតំណែងកំពូលតារាងបាទហើយមិនដឹងថាបាទក្រុមបាសេឡូណាបាទអាចបន្តបាទឈររហូតបាទដល់ចប់រដូវកាលបាទឬក៏បាទយ៉ាងណាទេបងប្អូនយើងបាទអញ្ចឹងបងប្អូនយើងមកយើងចាំមើលថាក្រុមណាដែលអាចមានសមត្ថភាពបាទក្នុងការបាទទីទម្លាក់បាទក្រុមបាទបាសេឡូណាបាទពីកំពូលតារាងមកវិញណាបាទអញ្ចឹងយើងមានតែបាទរងចាំមើលទាំងអស់គ្នាបាទតែបើយ៉ាងណាបាទការប្រកួតនៅក្នុងពានរង្វាន់បាទ La Liga បាទទៅតែ7សប្តាហ៍ទេបងប្អូនយើងបាទគឺបាទនៅវែងឆ្ងាយទៀតបាទអញ្ចឹងយើងមានតែបាទរងចាំមើលទាំងអស់គ្នាបងប្អូនយើងបាទអរគុណ